បាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះចេញមករឿងស៊ីវិលតិចហើយដោយសារតែបុគ្គលិកចាក់សាំងនេះគាត់ទៅធ្វើការវាសដែកដកដែកចេញបាទអញ្ចឹងហើយចាក់ខ្លួនឯងហើយក៏មានរឿងចង់ជជែកគ្នាលេងបន្តិចពាក់ព័ន្ធនឹងបញ្ហារឿងមាសណាខ្ញុំមានបងម្នាក់គាត់បានឆាតមកខ្ញុំថាកាលតែគាត់ចេញរស់ស៊ីដំបូងឆ្នាំ2020ហើយគាត់ខ្ចីធនាគារ$10,000ដល់ពេលនោះមាសដូចជា48,000ដែលគាត់ប្រាប់ខ្ញុំ1គីឡូគាត់ក៏ដកលុយ1គីឡូទិញមាសទុក1គីឡូ48,000តមកគាត់ក៏បើកអាជីវកម្មរស់ស៊ីធម្មតាតាមដំណើរទៅរមមួយថ្ងៃទៅមួយថ្ងៃមាសកាលហ្នឹងវាអត់តន់ឡើងភ្លាមទេតបពីគាត់ទិញបាន5-6 ខែមាសក៏ចាប់ផ្ដើមឡើងហើយគាត់ក៏ទុកមាសនឹងរហូតដល់មួយឆ្នាំឃើញថាមាសចាប់ផ្ដើមឡើងដល់50,000ជាងគាត់ក៏ពិភាក្សាមួយគ្រួសារគាត់ថាគាត់ចង់លក់ក៏ប៉ុន្តែគ្រួសារគាត់ដូចថាគាត់ស្រឡាញ់មាសផងអីផងហើយគាត់ថាមានមាសនៅខ្លួនទៅគាត់មានអារម្មណ៍ថាមានសុវត្ថិភាពមានគេហៅថាដូចមានអីជួយការពារអីចឹងណានេះជាអារម្មណ៍របស់គាត់អញ្ចឹងហើយគាត់ក៏ទុកទៀតទៅដល់ពេលគាត់ចេះទុកគាត់ទៅមកលក់ឆ្នាំ2025ដែលមាសឡើងកាលជា680កាលហ្នឹងហើយឡើងដល់1គីឡូហ្នឹងចូល18,000ជាងហើយគាត់បានលក់មាសបំណុលគាត់សងធនាគារបានមួយចំនួនដល់ទៅពេលគាត់លក់មាសហ្នឹងយកមកស្ទូទាត់វិញធនាគារក៏ដាច់ហើយសល់លុយពីការសន្សំមាសគាត់ហ្នឹងទៀតអញ្ចឹងហើយមានន័យថាគាត់ចំណេញពីមាសហ្នឹងច្រើនណាស់បងប្អូនគាត់ទៅទិញបានថា5ឆ្នាំចុះឃើញថាផលគុណចំណេញគុណនឹងច្រើនដងដល់ពេលអញ្ចឹងទៅអាការរត់ទទួលទានរបស់គាត់ចំណាយផ្សេងទៅលើចំណាយផ្សេងគ្រួសារថ្លៃអញ្ចឹងទៅថាមាសគុណនឹង2នឹង3យកមកសងធនាគារសល់លុយទៀតចាំន័យថាគាត់ក៏ឆាតមកលេងនឹងខ្ញុំទៅគាត់ថានេះជាបទពិសោធន៍តខ្លួនរបស់គាត់ចង់ចែកម្លែងឲ្យអ្នកដែលអត់ទាន់បានដឹងថាការសន្សំមាសពិតជាមានផលចំណេញមែនបាទហើយរាល់ថ្ងៃនេះទោះបីជាមាសធ្លាក់ក៏វាជាលក្ខខណ្ឌមួយនឹងមាសនឹងឡើងទៅវិញនៅកាលណាដែលមាសធ្លាប់ប៉ះតម្លៃ6,000ជាងជិត7,000ហ្នឹងវានឹងឡើងទៅម្ដងទៀតនៅពេលណាមួយបងប្អូនមិនយូរទេបើតាមខ្ញុំគិតហើយអាចសន្សំពីពេលនេះរហូតដល់ចុងឆ្នាំ2026គឺមាសចាប់ផ្ដើមស្ទុះវិញអញ្ចឹងហើយបងប្អូនដែលសន្សំមាសទុកក៏កុំតន់ភ័យហើយខ្ញុំខ្លួនឯងក៏មិនតន់ភ័យដែរបាទព្រោះថាមាសមិនអាចធ្លាក់ក្រោមនឹងទៀតទេបងប្អូនដោយសារនេះជាចំណុចមួយដែលចាប់ផ្ដើមរសើបហើយបាទអញ្ចឹងហើយក៏ជូនពរបងប្អូនដែលអ្នកសន្សំមាសនឹងមានភាពហៅថាច្បាស់លាស់ក្នុងទឹកចិត្តវិញហើយបងប្អូនដែលមិនតន់មានមាសសន្សំក៏អាចសង្កេតមើលខ្លួនឯងទៅថាគួរតែសន្សំដែរឬក៏មិនគួរសន្សំបាទអញ្ចឹងហើយជូនពរដល់បងប្អូនរកទទួលទានមានបានទាំងអស់គ្នាក្នុងឱកាសទិវានៃបញ្ហាពិភពលោកច្រើននៅក្នុងសម័យ2026នេះផងដែរបាទអរគុណ